ជាការពិតណាស់ក្នុងដង្ហើមនៃជីវិតរស់នៅបញ្ហាបំណុលហាក់បីដូចជាស្រមោលអមខ្លួនដែលមនុស្សភាគច្រើនជៀសមិនផុតក្នុងបរិបទដែលតម្រូវការជីវភាពនិងហិច្ចតាដោះដាលមិនឈប់ឈរការប្រើទុនក្រៅខ្លួនតាមរយៈការខ្ចីពីគ្រឹះស្ថានធនាគារបានក្លាយជាស្ពានសម្រាប់បំពេញចន្លោះខ្វះខាតនិងជាឈ្នន់ក្នុងការឈានទៅសម្រេចគោលដៅហិរញ្ញវត្ថុរៀងខ្លួនយ៉ាងណាមិញបំណុលប្រៀបបាននឹងអាវុធមុខពីរដើម្បីបញ្ជៀសខ្លួនពីវិបត្តិហិរញ្ញវត្ថុដែលនាំទៅរកភាពដុនដាបនៃជីវិតអ្នកចាំបាច់ត្រូវយល់ដឹងឲ្យច្បាស់អំពីប្រភេទបំណុលនិងចេះគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពខាងក្រោមនេះគឺជាបំណុលពីរប្រភេទដែលអ្នកត្រូវជួបប្រទះនិងត្រូវប្រុងប្រយ័ត្នខ្ពស់ប្រសិនបើអ្នកចង់កសាងជីវភាពឲ្យមានភាពធូរធារនិងរឹងមាំយូរអង្វែង1. បំណុលបង់រំលោះសម្ភារៈប្រើប្រាស់ភាគច្រើនអន្ទាក់ហិរញ្ញវត្ថុដំបូងបង្អស់ដែលយុវជនវ័យក្មេងនិងបុគ្គលិកការិយាល័យតែងតែជួបប្រទះសូម្បីតែមុនពេលពួកគេកសាងគ្រួសារក៏ដោយវាជាការប្រើប្រាស់ឥណទានដើម្បីជាវនៅសម្ភារៈនិយមដែលជួយបង្កើនភាពស៊ីវិល័យត្រឹមតែមួយគ្រាដូចជាទូរស័ព្ទស៊េរីទំនើបម៉ូតូរថយន្តឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដើម្បីរក្សាលំនឹងហិរញ្ញវត្ថុឲ្យបានរឹងមាំនិងជៀសវាងផុតពីវិបត្តិដែលមើលមិនឃើញអ្នកគួរពិចារណាលើចំណុចសំខាន់ខាងក្រោមនេះក៏ស្វែងយល់អំពីលទ្ធភាពពិតប្រាកដមុននឹងសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាបង់រំលោះអ្នកត្រូវវាយតម្លៃឲ្យបានច្បាស់ថាតើការបង់ប្រចាំខែនោះលើសពី 30% នៃប្រាក់សុទ្ធរបស់អ្នកដែរឬទេខកុំទិញដើម្បីសម្ញែងការខ្ចីបុលដើម្បីជាវរបស់ថ្លៃហួសពីកម្រិតចំណូលនិងបង្កើតជាសម្ពាធផ្លូវចិត្តនិងបន្ទុកហិរញ្ញវត្ថុដែលធ្វើឲ្យអ្នកបាត់បង់សេរីភាពក្នុងជីវិតគោឱកាសដែលបាត់បង់រាល់លុយដែលអ្នកយកទៅបង់ការប្រាក់លើសម្ភារៈគឺជាការបាត់បង់ឱកាសក្នុងការយកលុយទាំងនោះទៅសន្សំឬវិនិយោគដើម្បីបង្កើនទ្រព្យសម្បត្តិនិងធានានៅអនាគតដ៏ភ្លឺស្វាងការបង់រំលោះមិនមែនជារឿងអាក្រក់ឡើយប្រសិនបើអ្នកជាតម្រូវការចាំបាច់សម្រាប់ការងារប៉ុន្តែវានឹងក្លាយជាច្រវាក់ដេញជើងប្រសិនបើអ្នកប្រើវាដើម្បីតែបំពេញចំណង់និងហ៊ឺហាជ្រុលហួសហេតុ2. អនុទានគេហដ្ឋានក្រោយការកសាងចំណងអាពាហ៍ពិពាហ៍ការមានផ្ទះសម្បែងផ្ទាល់ខ្លួនគឺជាម្លប់កក់ក្ដៅនិងជាគោលដៅធំបំផុតក្នុងឆាកជីវិតរបស់មនុស្សម្នាក់ដោយហេតុថាផ្ទះគឺជាទ្រព្យសម្បត្តិដែលមានតម្លៃមហាសាលការប្រើប្រាស់ឥណទានឬការបង់រំលោះរយៈពេលវែងគឺជាជម្រើសដ៏ពេញនិយមបំផុតទោះបីជាយ៉ាងណាបើការគ្រោងទុកមិនបានល្អិតល្អន់ទេក្តីស្រមៃនេះអាចនឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរបំផ្លាញសេចក្តីសុខក្នុងគ្រួសារទៅវិញដើម្បីគ្រប់គ្រងបំណុលផ្ទះឲ្យមានប្រសិទ្ធភាពអ្នកគួរពិចារណាលើចំណុចគន្លឹះខាងក្រោមនេះតុល្យភាពរវាងចំណូលនិងតម្លៃផ្ទះមុននឹងសម្រេចចិត្តទិញអ្នកត្រូវវិយតម្លៃប្រភពចំណូលឲ្យបានច្បាស់លាស់ផ្ទះដែលស័ក្តិសមបំផុតមិនមែនជាផ្ទះដែលស្អាតបំផុតនោះទេប៉ុន្តែគឺជាផ្ទះដែលអ្នកមានលទ្ធភាពបង់ដោយមិនប៉ះពាល់ដល់ការហូបចុកនិងការចំណាយចាំបាច់ប្រចាំថ្ងៃ
ច្បាប់នៃការបង់រំលោះតាមគោលការណ៍ហិរញ្ញវត្ថុសុខភាពលុយដែលត្រូវបង់រំលោះផ្ទះប្រចាំខែមិនគួរលើសពី30ទៅ40% នៃចំណូលសរុបឡើយបើការបង់ប្រាក់ប្រចាំខែខ្ពស់ពេកវានឹងធ្វើឲ្យអ្នករស់នៅក្រោមសម្ពាធបាត់បង់ឱកាសក្នុងការសន្សំសម្រាប់អាសន្នឬវិនិយោគផ្សេងៗភាពទៀងទាត់នៃចំណូលបំណុលផ្ទះមិនមែនជារឿងមួយឆ្នាំឬ2ឆ្នាំឡើយប៉ុន្តែវាគឺជាការតាំងចិត្តក្នុងរយៈពេល10ទៅ20ឆ្នាំដូច្នេះប្រសិនបើអ្នកមិនមានប្រភពចំណូលដែលមានស្ថិរភាពទេការទិញផ្ទះលើសលទ្ធភាពនឹងធ្វើឲ្យអ្នករស់នៅក្នុងភាពភ័យខ្លាចរៀងរាល់ខែយុទ្ធសាស្ត្របម្រុងអ្នកគួរតែមានប្រភពចំណូលច្រើនផ្លូវឬមានប្រាក់សន្សំត្រៀមទុកយ៉ាងហោចណាស់សម្រាប់បង់3ទៅ6ខែក្នុងករណីមានហានិភ័យការងារឬការរកស៊ីខាតបង់កើតឡើងជាយថាហេតុចូលចាំថាផ្ទះតូចតែមានសេចក្តីសុខប្រសើរជាងផ្ទះធំស្កឹមស្កែងតែរស់នៅជាមួយការព្រួយបារម្ភពីរឿងបំណុលរាល់ថ្ងៃការជ្រើសរើសផ្ទះដែលសមស្របនឹងលទ្ធភាពគឺជាជំហានដំបូងនៃការកសាងសុភមង្គលនិងទ្រព្យសម្បត្តិពិតប្រាកដ។